ឡានដូចគ្នាម៉ូដែលដូចគ្នាតែរបស់គេស៊ីសាំងតិចរបស់យើងស៊ីសាំងដូចផឹកទឹកអាហ្នឹងមកពីអ្វីឡានរុញមិនទៅធ្វើស្ទាំងផ្លូវពេលអំងប់ដេញរឿងនេះអាចមកពីលក្ខខណ្ឌនៃការប្រើប្រាស់លក្ខខណ្ឌបច្ចេកទេសកំហែទាំជាដើមជាទូទៅកម្រិតទីសាំងរបស់រថយន្តនីមួយៗសុទ្ធតែបានបញ្ជាក់និងមានអំណះអំណាងពីក្រុមហ៊ុននីមួយៗដោយឡែកភាពពិតជាក់ស្ដែងមិនបានដូចទៅនឹងអំណះអំណាងអីនឹងទេឡានខ្លះក៏ស៊ីខ្លាំងឡានខ្លះក៏មិនសូវស៊ីអញ្ចឹងមកដឹងអំពីមូលហេតុអ្វីបានជាឡានរបស់យើងស៊ីនោះស៊ីមកម្លេះលក្ខខណ្ឌកលៈទេសៈនៃការបើកបរនិងការប្រើប្រាស់នៅក្រៅក្រុងនិងក្រុងមិនដូចគ្នាទេការប្រើប្រាស់របឿនខុសគ្នាក៏ធ្វើឲ្យសាំងរបស់យើងស៊ីខុសគ្នាដែរអ្នកខ្លះក្នុងក្រុងមិនទាំងប្រើ Eco Mode ផងតែឡានរបស់គេស៊ីសាំងតិចជាងយើងបើសិនយើងជាអ្នកជន់ហើបមិនបាច់ឆ្ងល់ទេត្រៀមតែលុយសាំងទៅបានហើយនៅក្នុងក្រុងបើអត់ស្ទះមិនគួរប្រើ Eco ទេវានាំឲ្យស៊ីសាំងច្រើនគួរប្រើ Normal Mode តែបើស្ទះផ្លូវវិលកង់បានតិចឈប់ប្រើ Eco Mode ទៅម៉ាស៊ីនត្រជាក់បើយើងវត្តតែឡូរហូតពេកគ្រប់កលៈទេសៈក៏មិនកើតដែរទៅប្រើឲ្យសមល្មមហើយវានៅតែស៊ីសាំងខ្លាំងទៀតតើឲ្យយើងធ្វើយ៉ាងណាលក្ខខណ្ឌតំហែទាំរបៀបតំហែទាំយើងបានធ្វើវីដេអូច្រើនជូនកន្លងមកហើយយើងត្រូវពិនិត្យមើលថាយើងបានថែទាំឬថែមប្រេងម៉ាស៊ីនទឹកស្អំបានត្រឹមត្រូវដែរឬទេបើយើងថែទាំឡានរបស់យើងជាប្រចាំហើយប្រើប្រាស់ប្រេងម៉ាស៊ីនទឹកស្អំណាដែលល្អហើយត្រូវជាមួយម៉ាស៊ីនរបស់ឡានយើងប្រើប្រេងលាងបាច់សាំងដោយចាក់ចូលធុងសាំងក៏ជាវិធីសាស្ត្រមួយដែរលក្ខខណ្ឌអាយុកាលប៊ូស៊ីបូប៊ីនសុទ្ធតែចេះសឹករិចរិលទៅតាមពេលនិងទៅតាមវេលាប៊ូប៊ីនអាចជះឥទ្ធិពលដល់ប៊ូស៊ីបណ្ដាលឲ្យមានសាំងហៀតាមស៊ីម៉ាំងធ្វើឲ្យឡានខាតសាំងក៏មានដែរជាទីបញ្ចប់សូមអរគុណដល់ការទស្សនាកុំភ្លេច comment បើសិនជាបងប្អូនមានចំណុចបន្ថែម